ប្រសិនបើអ្នកទាំងអស់គ្នាឃើញហាងបែបនេះតើអ្នកទាំងអស់គ្នានឹងគិតថាជាហាងអ្វីហាងលក់ទំនិញហាងខារ៉ាអូខេឬកន្លែងលេងសម្រាប់កុមារតាមពិតទៅវាគឺជាហាងប៉ាឈីងកូគឺជាកន្លែងកម្សាន្តមួយដែលពេញនិយមនៅប្រទេសជប៉ុនវាដូចទៅនឹងល្បែងស្លូតឬក៏ហ្គេមបាញ់បាល់តូចៗនៅប្រទេសជប៉ុនជាធម្មតាការភ្នាល់គឺត្រូវបានគេហាមឃាត់ដោយច្បាប់ប៉ុន្តែមានករណីលើកលែងពីតែប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតនោះគឺការភ្នាល់ជាសាធារណៈដែលមានច្បាប់ពិសេសអនុញ្ញាតនិងប៉ាឈីងកូដែលមានប្រព័ន្ធច្បាស់លាស់ផ្ទាល់ខ្លួនការភ្នាល់ជាសាធារណៈមានន័យថាការភ្នាល់ដែលដំណើរការដោយអាជ្ញាធរសាធារណៈដូចជារដ្ឋឬក៏អាជ្ញាធរមូលដ្ឋានហើយត្រូវបានច្បាប់អនុញ្ញាតហើយប្រាក់ចំណេញពីការភ្នាល់ទាំងនេះត្រូវបានគេប្រើសម្រាប់គម្រោងសាធារណៈដូចជាសំណង់ផ្លូវការអប់រំសុខាភិបាលជាដើមដូច្នេះហើយវាត្រូវបានគេចាត់ទុកថាស្របច្បាប់នៅប្រទេសជប៉ុនការភ្នាល់សាធារណៈមានដូចជាការប្រណាំងសេះការប្រណាំងកង់ការប្រណាំងទូកការប្រណាំងម៉ូតូនិងការប្រណាំងឡានជាដើមហើយចំពោះប៉ាឈីងកូវិញគឺជាកន្លែងកម្សាន្តដែលមានការពេញនិយមនៅប្រទេសជប៉ុនវាមិនមែនជាការភ្នាល់ជាសាធារណៈទេហើយដោយសារតែច្បាប់មានការហាមឃាត់ចំពោះការភ្នាល់ដូច្នេះប៉ាឈីងកូមិនអាចផ្ដល់ជាសាច់ប្រាក់ដោយតដល់អតិថិជនបានទេដើម្បីជៀសវាងបញ្ហាអស់ទាំងនេះជប៉ុនបានបង្កើតប្រព័ន្ធពិសេសមួយដែលគេហៅថាប្រព័ន្ធហាង3ដែលហាងទាំង3នេះគឺមានឯករាជ្យភាពផ្សេងៗពីគ្នាទី1គឺហាងប៉ាឈីងកូនៅហាងប៉ាឈីងកូអតិថិជនអាចយកប្រាក់ទៅប្ដូរជាគ្រាប់កាក់ហើយយកគ្រាប់កាក់ទាំងនោះយកទៅលេងហ្គេមបន្ទាប់ពីលេងហ្គេមប្រសិនបើអតិថិជនឈ្នះគ្រាប់បានច្រើនអាចប្ដូរវាទៅជារង្វាន់ពិសេសមួយដែលគេហៅថារបស់រង្វាន់ពិសេសរបស់នេះអាចយកទៅប្ដូរកាក់នៅហាងប្ដូររង្វាន់ដែលស្ថិតនៅជិតហាងប៉ាឈីងកូចំណុចសំខាន់ហាងប៉ាឈីងកូមិនផ្ដល់សាច់ប្រាក់ដោយផ្ទាល់ឡើយទី2គឺហាងប្ដូររង្វាន់ដែលខ្ញុំបាននិយាយមុននេះឯងជាទូទៅវាស្ថិតនៅជិតហាងប៉ាឈីងកូប៉ុន្តែវាមិនមានទំនាក់ទំនងផ្នែកហិរញ្ញវត្ថុជាមួយគ្នានោះទេអតិថិជនយករបស់រង្វាន់ពិសេសដែលមកពីប៉ាឈីងកូយកមកប្ដូរនៅទីនេះដើម្បីទទួលបានសាច់ប្រាក់មានន័យថាកន្លែងនេះអតិថិជនអាចបំលែងរង្វាន់ពិសេសទៅជាសាច់ប្រាក់បានទី3ហាងលក់ដុំរបស់រង្វាន់ហាងនេះគឺទទួលទិញរង្វាន់ពីហាងដូររង្វាន់ទី2ហើយលក់ទៅវិញទៅឲ្យហាងប៉ាឈីងកូហាងទី1វាដូចជាដំណើរវិលជុំនៃការធ្វើចរាចរណ៍ទិញដូររបស់ហាងទាំង3អញ្ចឹងប៉ុន្តែគេនិយាយថាហាងទាំង3នេះគឺមានភាពឯករាជ្យផ្សេងៗពីគ្នាដូច្នេះគ្មានអង្គភាពឬហាងណាមួយដែលត្រូវបានគេចាត់ទុកថាជាការភ្នាល់ដោយផ្ទាល់ឡើយនេះហើយជាមូលហេតុដែលធ្វើឲ្យប៉ាឈីងកូអាចបន្តវត្តមាននៅក្នុងសង្គមជប៉ុនបានប្រហែលជាអ្នកទាំងអស់គ្នាគិតថាការភ្នាល់ល្បែងអាចនឹងបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានដល់មនុស្សនិងសង្គមប៉ុន្តែហេតុអ្វីបានជាប្រទេសជប៉ុនមិនហាមឃាត់ចំពោះការភ្នាល់ល្បែងឬប៉ាឈីងកូទាំងស្រុងចោលទៅហេតុផលនោះខ្ញុំនឹងពន្យល់នៅវីដេអូបន្ទាប់